chưa tha từng ngọc ní bài chị ai nâng pra pi everyday ní choគ្នាតែម្ដងអញ្ចឹងសួរថាតើយើងត្រូវទៅសេបានមិនត្រូវទៅសេជាប់គ្នាឬក៏សេដាច់ចេញពីគ្នាហើយថាតើមួយណាត្រូវមួយណាខុសអញ្ចឹងចម្លើយគឺថាអត់មានមួយណាត្រូវឬក៏មួយណាខុសទេអានេះគឺយើងមានរបៀបប្រើប្រាស់ផ្សេងគ្នាហើយនឹងអត្ថន័យក៏ផ្សេងគ្នាទៅតាមនឹងដែរអញ្ចឹងយើងមកមើលពាក្យ everyday ទាំងពីរនេះហើយយើងរៀនប្រើប្រាស់វាទាំងអស់គ្នានៅក្នុងល្បះអូខេអញ្ចឹង everyday នៅខាងលើគឺជាពាក្យ everyday ដែលមានតែមួយពាក្យអញ្ចឹងដែលការប្រើប្រាស់របស់វាគឺវាជាគុណនាមវាជា adjective ដែលយើងប្រើដើម្បី describe noun ឬក៏ដើម្បីនិយាយពណ៌នាអំពី noun ឧទាហរណ៍តកតងជាមួយនឹងអត្ថន័យរបស់វាគឺមានន័យថា ordinary common ឬក៏ routine ដែលមានន័យថាវាជារឿងធម្មតាឬក៏វាជាទម្លាប់អីមួយឧទាហរណ៍ថា my everyday shoes are comfortable ហើយពាក្យហ្នឹងគឺនេះវានៅម្ដងនេះអញ្ចឹងវាមានន័យថាពាក្យ everyday ហ្នឹងគឺយើងប្រើដើម្បី describe the type of shoes អញ្ចឹង type of shoe មិនស្បែកជើងហ្នឹងគឺស្បែកជើងដែលយើងពាក់ប្រចាំថ្ងៃពាក់ជារៀងរាល់ថ្ងៃបានន័យថាជាប្រភេទស្បែកជើងដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងដែលយើងប្រើពាក្យ everyday shoes ឬក៏ everyday car everyday like sport ឬក៏ everyday word everyday អ្វីផ្សេងទៀតដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងពាក្យ everyday ទី2everyday ទី2គឺមាន clear មួយនៅចន្លោះពាក្យ every ហើយនិង day អញ្ចឹងវាបែងចែកជា2 word ហើយពីពាក្យឯងអញ្ចឹងការប្រើប្រាស់របស់វាគឺវាដើរតួជា adverbial phrase to indicate frequency វាដើរតួជាវាដើរតួនាទីជាគុណកិរិយាសព្ទដែលបង្ហាញពីភាពជារឿយៗនៃសកម្មភាពណាមួយឧទាហរណ៍តកតងជាមួយនឹងអត្ថន័យរបស់វាគឺមានន័យថា daily ឬក៏ each day ប្រចាំថ្ងៃឬក៏ជាប្រចាំថ្ងៃអញ្ចឹងទៅឧទាហរណ៍ I go for a run every day អញ្ចឹងកន្លែងហ្នឹងគឺមានន័យថាខ្ញុំតែងតែទៅរត់លេងឬក៏ទៅតែរត់ហាត់ប្រាណជារៀងរាល់ថ្ងៃឬក៏ជាប្រចាំថ្ងៃអូខេអញ្ចឹងពាក្យ everyday ហ្នឹងគឺ describe how often you run អញ្ចឹងការរត់ហ្នឹងរត់បែបម៉េចគឺរត់ជាប្រចាំថ្ងៃឬក៏រត់បែបមួយសប្តាហ៍ម្ដងឬក៏រត់នៅចុងសប្តាហ៍អីផ្សេងអញ្ចឹងពាក្យ everyday នេះគឺបង្ហាញពីភាពជាប្រចាំថ្ងៃរបស់យើងអញ្ចឹងវាបញ្ជាក់ឲ្យ verb របស់យើង run ហើយភាគច្រើនគឺវាឈរនៅក្បែរ verb បែបនេះឬក៏វាឈរនៅចុងល្បះបែបនេះអូខេអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាអាចយល់ពីរបៀបប្រើប្រាស់ពាក្យ everyday ដែលអត់មាន clear ហើយនិង everyday ដែលមាន clear ឲ្យបានត្រឹមត្រូវសង្ឃឹមថាទាំងអស់គ្នាយល់ហើយ complete comment ជាឧទាហរណ៍មួយចំនួនទៀតនៅក្នុងខ្ទង់ comment ទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ជម្រាបលាទាំងអស់គ្នា